សរសេរបបងប្អូនទាំងអស់គ្នាបងប្អូនឯងខានជួបមុខគ្នាប្រហែលជា2 3ថ្ងៃហើយឥឡូវតែអត់សូវស្រួលខ្លួនហើយមួយវិញទៀតដូចថាមានការងារច្រើនទី1គឺថាបងប្អូននឹងស្រាប់ហើយថាទីផ្សារភាគហ៊ុនមួយរយៈនេះវាមានការដូចថាប៉ះទង្គិចខ្លាំងផ្លាស់ប្ដូរខ្លាំងជាពិសេស Bitcoin តែម្ដងហើយនៅមួយវិញទៀតគឺបញ្ហារឿងមាសហ្នឹងហើយបងប្អូនមួយរយៈនេះគេហៅថាទីផ្សារភាគហ៊ុនណាវារៀងមានន័យថាគេហៅថា volatility គឺថាវាមានការដូចថាឡើងចុះខ្លាំងណាបងប្អូនណាចំពោះវីដេអូនេះខ្ញុំចង់អាប់ដេតបន្តិចអំពីរឿងដូចថាមាសហើយនឹង Bitcoin បងប្អូនចំពោះបងប្អូនដែលតាមដានដូចថាតម្លៃមាសបងប្អូននឹងស្រាប់ហើយថាមាសដូចថាមានការធ្លាក់ចុះខ្លាំងអាទិត្យមុនហ្នឹងហើយក៏ប៉ុន្តែចំពោះប្រហែល 2-3 ថ្ងៃនេះមាសមានសន្ទុះឡើងខ្លះក៏ប៉ុន្តែចំពោះប្រាក់គឺនៅដូចថាមានផលវិបាកនៅក្នុងការឡើងត្រឡប់ទៅវិញណាពោះប្រាក់ដូចថារៀងធ្លាក់ច្រើនចំពោះបច្ចុប្បន្នឥឡូវនេះហ្នឹងហើយចំពោះ Bitcoin វិញ Bitcoin រត់តែមានការប៉ះទង្គិចខ្លាំងមែនតើពីព្រោះថាក្នុងរយៈពេលប្រហែលជា 2-3 ថ្ងៃនេះ Bitcoin ធ្លាក់ប្រហែលជាខ្ទង់ 30% បើសិនជាដូចថា year to date នេះ Bitcoin ធ្លាក់ប្រហែលជាជាង 40% ណាបងប្អូនហ្នឹងហើយសំណួរសួរថាតើយើងគួរធ្វើយ៉ាងណាចំពោះបច្ចុប្បន្នឥឡូវនេះបងប្អូនបើបងប្អូនតាមដានព័ត៌មានបងប្អូននឹងស្រាប់ហើយថាដុល្លារមាសហើយនឹង Bitcoin គឺវាតែងតែមានដូចថាចលនាផ្ទុយពីគ្នាគឺថាវាមានចលនាផ្ទុយគ្នាពេលដែលដុល្លារធ្លាក់មាសឡើងពេលណាដែលមាសធ្លាក់ដុល្លារដូចថាមានតម្លៃក៏ប៉ុន្តែចំពោះវីដេអូនេះដូចថាខ្ញុំរៀងដូចថាចែកអាប់ដេតបន្តិចនិយាយពីរឿងដូចថាមាសប្រាក់ហើយនឹង Bitcoin ប៉ុន្តែចំពោះវីដេអូនេះខ្ញុំសង្កត់ធ្ងន់ទៅលើ Bitcoin បន្តិចណាបងប្អូនBitcoin នៅក្នុងឆ្នាំ2025 all time high គឺដូចថាវាអាចវាឈានទៅដល់125k បងប្អូន Bitcoin កាលឆ្នាំ2025វាមានសន្ទុះរហូតដល់ 125k គឺថា$125,000ហើយសំណួរសួរថាចុះបើសិនជាទីផ្សារអញ្ចឹងតើយើងគួរទិញឬមួយក៏យើងគួរមិនទិញបងប្អូនចំពោះវីដេអូខ្ញុំនីមួយដែលខ្ញុំចែករំលែកបងប្អូនចំពោះខ្ញុំខ្ញុំចែករំលែកពីបទពិសោធន៍ខ្ញុំបងប្អូនណាគឺថាខ្ញុំទិញស្ទើរតែរាល់ថ្ងៃមួយថ្ងៃខ្ញុំទិញដូចថា300 500 200ទៅតាមលុយដែលខ្ញុំមានចាខ្ញុំទិញរាល់ថ្ងៃបច្ចុប្បន្នលើពីព្រោះខ្ញុំគិតថាវាជាតម្លៃមួយដែលហៅថា discount ហ្នឹងហើយបើសិនជាបងប្អូននៅស្រុកខ្មែរបងប្អូនចង់ទិញបងប្អូនអាចស្រាវជ្រាវធ្វើការស្រាវជ្រាវខ្លួនឯងពីព្រោះខ្ញុំអត់សូវដឹងរបៀបការដែលយើងទិញនៅស្រុកខ្មែរទេតែខ្ញុំជឿជាក់ថាវាមានសេវាកម្មដែលយើងនេះថាអាចទិញគេហៅថា international អាហ្នឹងមួយវិញទៀតសម្រាប់បងប្អូននៅក្នុងសហរដ្ឋអាមេរិកបងប្អូនគួរតែមើលតម្លៃព្រោះអីខ្ញុំថាចឹងតម្លៃឥឡូវនេះគឺតម្លៃល្អមែនតើបងប្អូនកាលនៅឆ្នាំ2025គេហៅថា all time high នេះវា about 125ឬក៏126ចាឥឡូវនេះវានៅសល់64បងប្អូនគិតមើលវាចុះ 50% បងប្អូនណាវា 50% discount ណាហ្នឹងហើយអញ្ចឹងបានន័យថាតម្លៃនេះល្អមែនតើហ្នឹងហើយអាហ្នឹងករណីមួយទៀតគឺថាចុះបើសិនជាវាធ្លាក់អញ្ចឹងវាអាចធ្លាក់ទៅទៀតអត់បងប្អូនទៅអនាគតអត់មានណាមើលឃើញទេហ្នឹងហើយក៏ប៉ុន្តែបច្ចុប្បន្នឥឡូវនេះគឺអ្វីដែលខ្ញុំដឹងហើយអ្វីដែលយើងដូចថាអ្វីដែលខ្ញុំ predict ខ្លួនឯងហ្នឹងគឺខ្ញុំ base តាម data ពីមុនហើយកាលឆ្នាំ2025ហ្នឹងគឺវា hit នៅក្នុងវាកលនៅក្នុងតម្លៃមួយគេហៅថា 75k តែឥឡូវវា break ណាវា break ចុះវាអាចធ្លាក់ថែមទៀតយើងអត់ដឹងទេក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងយើងទុក reserve បើសិនជាស្អែកធ្លាក់ទៀតយើងទិញទៀតតែបើសិនជាវាថេរឬមួយក៏យ៉ាងណាយើងអាច take a little breakណាបងប្អូនណានេះដែលខ្ញុំចែករំលែកពីបទពិសោធន៍របស់ខ្ញុំហ្នឹងបងចំពោះជនជាតិអាស៊ីយើងគឺយើងចូលចិត្តទិញរបស់ on sale ហ្នឹងមែនទេហ្នឹងហើយគឺពេលយើងទៅ store យើងឃើញរបស់ on sale យើងទិញប៉ុន្តែចំពោះទីផ្សារពីហ៊ុនវិញគឺដល់ពេលដែលវាចុះថ្លៃម្នាក់នាំគ្នាភ័យបងប្អូនអ្នកដែលដូចថាមានការជោគជ័យគឺជាពេលវេលាដែលពេលវាគេផានៅគ្រប់គ្នាចឹងគឺជាពេលវេលាដែលយើងដូចថា control ខ្លួនយើងមាន budget ផុនយើងមាន reserve ផុនយើងand then យើងអាចទិញហើយពេលយើងទិញឥឡូវនេះគឺទិញនៅក្នុងតម្លៃមួយធូរថ្លៃអញ្ចឹងហើយបានខ្ញុំតែនិយាយថាខ្ញុំឲ្យបងប្អូនទុក reserve លុយហើយយើងយក reserve ហ្នឹងមកទិញមិនមែនលុយដែលយើងដូចថាទុកសម្រាប់បង់ផ្ទះឬក៏ទុកសម្រាប់បង់ថ្លៃជួលផ្ទះអីបើបងប្អូនយកលុយនេះមកទិញបងប្អូនពិតជាមានបញ្ហាចាហើយពេលវេលាឥឡូវនេះគឺជាពេលវេលាមួយគេហៅថា sell off ហើយពីព្រោះថាអ្នកដែល trade option អ្នកដែលអីហ្នឹងគឺគេ liquidate ហើយចាគឺគេដូចថាបញ្ចប់គឺគេដូចថាបញ្ចប់ដល់ចឹងទៅគេហៅថា sell off អញ្ចឹងវាធ្លាក់ខ្លាំងចំពោះទស្សនៈខ្ញុំមិនដឹងថា Bitcoin នឹងធ្លាក់ដល់ប៉ុណ្ណាទេក៏ប៉ុន្តែខ្ញុំត្រៀមលក្ខណៈគឺខ្ញុំត្រៀមលុយរបស់ខ្ញុំដូចថាក្នុងការដែលបញ្ចូលតិចក្តីច្រើនក្តីខ្ញុំបញ្ចូលម្ដងតិចរហូតទៅដល់ថ្ងៃមួយដែលវា bounce ឡើងទៅវិញហ្នឹងទៅវិញតែអាហ្នឹងគឺជាលទ្ធផលដូចថាដែលយើងចំណេញបងប្អូនដែលយើងឃើញលុយចំណេញហើយចំពោះខ្ញុំគេហៅថា long term invest បានន័យថាខ្ញុំមើល Bitcoin មិនមែនមើលទៅថ្ងៃនេះមិនមែនមើលទៅថ្ងៃស្អែកមិនមើលនៅក្នុង3ខែមិនមើលនៅក្នុង6ខែទេខ្ញុំគិតថាពី5ឆ្នាំពីឥឡូវនេះថាតើ Bitcoin ឲ្យឡើងដល់ប៉ុណ្ណា
បងប្អូនតាមដេរ៉ាពីមុនមក Bitcoin ធ្លាក់ខ្លាំងហើយពេលវាបោនទៅវិញក៏វាបោនលើសខ្លាំងចឹងដូចថាចឹងពេលវេលាឥឡូវនេះគឺជាពេលវេលាគេហៅថា panic ខ្លាំងចាក៏ប៉ុន្តែនៅពេលណាដែលវា panic ខ្លាំងអ្នកផ្សេងគេដើរចេញហើយចំពោះអ្នកដូចថាដែល commit នៅក្នុងការ invest គឺយើងទិញបញ្ចូលបងប្អូនតែអ្វីដែលខ្ញុំចែករំលែកបងប្អូនជាបទពិសោធន៍ខ្ញុំឯណាមិនមែនបងប្អូនគឺថាឮខ្ញុំនិយាយឲ្យទៅទិញទេខ្ញុំអត់ចង់ឲ្យបងប្អូនធ្វើចឹងទេបងប្អូនស្ដាប់ហើយនៅបងប្អូនទៅមើលហើយវិភាគខ្លួនឯងហើយទិញនឹងធ្វើអ្វីក៏ដោយពិចារណាតាមការគួរសរុបសេចក្តីមកបងប្អូន Bitcoin ឥឡូវនេះធ្លាក់ខ្លាំងមាសរៀងឡើងដូចថារៀងឡើងគ្រាន់បានបន្តិចក៏ប៉ុន្តែប្រាក់ក៏នៅ struggle ដែរចំពោះរូបខ្ញុំនៅតែបន្តទិញហើយដូចថាបើសិនជាថ្ងៃស្អែកវាធ្លាក់ទៀតខ្ញុំនឹងបន្តទិញទៀតតែខ្ញុំចេះថាថ្ងៃស្អែកប្រហែលជាដូចថាមាននឹងបន្តធ្លាក់ក៏ប៉ុន្តែតិចឬច្រើនក៏ខ្ញុំអត់ដឹងទេចាក៏ប៉ុន្តែដូចថាជាងខ្ញុំត្រៀមលក្ខណៈចាញ់ក៏ប៉ុន្តែបើសិនជា Bitcoin ដូចថា bounce back អានឹងខ្ញុំនឹង take a break រយៈពេលមួយអាទិត្យនេះខ្ញុំទិញ Bitcoin ផងខ្ញុំទិញ Ethereum ផងប៉ុន្តែទិញដូចថាតម្លៃមួយដោយដូចថា fractional យើងតិចទៅតាមនឹងអញ្ចឹងទៅហ្នឹងហើយបងប្អូនបើមានសំណួរអីអាចដូចថាចែករំលែកហ្នឹងហើយឲ្យបងប្អូនជួយ comment ផងថាតើបងប្អូនណាដែលអូន Bitcoin ហ្នឹងហើយឲ្យបងប្អូនណាដែលថាដែលចង់ទិញ Bitcoin តែអត់ចេះទិញឬមួយក៏ដូចថាដែលមិនមានបទពិសោធន៍ហ្នឹងហើយយើងចែករំលែកទាំងអស់គ្នានៅក្នុង community នេះសរុបសេចក្តីមកដដែលបងប្អូនគឺខ្ញុំនៅតែបន្តឲ្យបងប្អូនដូចថាបើមានសមត្ថភាពបងប្អូនអាចចាប់ផ្ដើមបញ្ចូល Bitcoin ព្រោះអីខ្ញុំជឿជាក់ថា Bitcoin នឹងឡើងត្រឡប់មកវិញហើយ Bitcoin នឹងឡើងលើសនឹងទៀតនឹងឡើងលើសពី 125k ឬក៏ 126 ទៀតក៏ប៉ុន្តែគ្រាន់តែយើងមិនដឹងថាពេលណាវាអាចដូចថាត្រូវការពេល6ខែវាអាចត្រូវការពេល1ឆ្នាំឬមួយក៏2ឆ្នាំខ្ញុំមិនដឹងទេក៏ប៉ុន្តែពេលវេលាឥឡូវនេះគឺជាពេលវេលាមួយដែល discount ល្អបំផុតនៅពេលណាដែលយើងទៅ store យើងទៅទិញម្ហូបយើងអាចទិញតម្លៃបាន discount ហើយយើងហូបភ្លាមក៏ប៉ុន្តែទីផ្សារភាគហ៊ុនគឺវាអត់ដូចគ្នាទេពេលណាដែលយើងដូចថាទិញគឺយើងត្រូវរងចាំពេលវេលាហើយនឹងគេហៅថា patient នៅពេលណាដែលបងប្អូន patient បងប្អូនពិតប្រាកដថានឹងអាចដូចថា recover លុយរបស់យើងវិញហើយដែលយើង profit ជា advice ដែលដូចថាអ្នកដែលទទួលជោគជ័យដូចជា Warren Buffett ឬមួយក៏អ្នកដែលទទួលជោគជ័យខាងទីផ្សារភាគហ៊ុនណាគឺគេធ្វើហើយយើងគួរតែធ្វើតាមគេណាបងប្អូនចាបងប្អូនជួយ comment ម្នាក់មួយពីអ្វីដែលបងប្អូនធ្វើឬក៏បានធ្វើឬមួយក៏ចង់ធ្វើហើយនឹងចាហើយនឹងជួយ comment មើលថាតើបងប្អូនប្រហែលថ្ងៃនេះខាតម្នាក់ប្រហែលចាដើម្បីចែករំលែកទាំងអស់គ្នានៅក្នុង community យើងហើយខ្ញុំដូចថា portfolio ខ្ញុំដូចថាខាតaccount របស់ខ្ញុំក៏ធ្លាក់ខ្លាំងដែរបងប្អូនចាក៏ប៉ុន្តែដូចថាចាំបើខ្ញុំមិនលក់គឺ account របស់ខ្ញុំនឹងត្រូវការពេលបើខ្ញុំមិនលក់ក៏ខ្ញុំអត់មានដូចថាខាតបង់អ្វីដែរគ្រាន់តែដូចថាត្រូវការពេលវេលាដើម្បីឲ្យវាត្រឡប់មកវិញតែប៉ុណ្ណោះក៏ប៉ុន្តែខ្ញុំបញ្ចូលម្ដងបន្តិចថាមួយថ្ងៃមួយ share 2 share ខ្ញុំបញ្ចូលរាល់ថ្ងៃដល់ពេលដែលវាធ្លាក់ខ្លាំងអញ្ចឹងអានេះអ្វីដែលខ្ញុំធ្វើចាបងប្អូនចែករំលែកទាំងអស់គ្នាហើយចាំជួបគ្នាវីដេអូក្រោយទៀតចាសូមអរគុណ